ព័ត៌មានអាប់ដេតពេលនេះគិតកោដែលជាអតីតប្តីបានចងកសម្រាប់ខ្លួនហើយនៅស្រុកកំណើតក្រោយវាយសម្រាប់ប្រពន្ធប្រភពពីខេត្តបន្ទាយមានជ័យបើតាមសេចក្តីរាយការណ៍ចុងក្រោយបានដឹងថានៅទីបំផុតគិតកោដែលជាអតីតប្តីដែលសម្រាប់ស្ត្រីជាប្រពន្ធចោលក្នុងដីឡូបានចងកសម្រាប់ខ្លួនឯងហើយនៅស្រុកកំណើតក្នុងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យសូមរំលឹកថាគិតកោដែលបានវាយសម្រាប់ស្ត្រីរងគ្រោះហើយដឹកយកទៅទម្លាក់ចោលនៅក្នុងដីឡូមួយកន្លែងនៅក្នុងសង្កាត់ស្វាយប៉ាខណ្ឌរិស័យកែវរាជធានីភ្នំពេញគឺជាអតីតប្តីរបស់ស្ត្រីរងគ្រោះរូបនេះបើតាមការឲ្យដឹងពីសមាជិកបន្ទាប់ពីនារីរងគ្រោះត្រូវបានគេស្គាល់អត្តសញ្ញាណគិតកោដៃដល់ដែលវាយសម្រាប់អតីតប្រពន្ធឈ្មោះថាប៊ឺនសេងហាប់ភេទប្រុសបានរត់គេចខ្លួនទៅដល់ស្រុកកំណើតចំណែកស្ត្រីរងគ្រោះត្រូវបានសមាជិកឲ្យដឹងថាឈ្មោះអ៊ុំស្រីលក្ខអាយុ35ឆ្នាំមករបរជាបុគ្គលិកភោជនីយដ្ឋានជាអាណានកាដិនមានទីលំនៅនៅផ្ទះលេខ589ផ្លូវលំភូមិព្រែកតាគង់សង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វារាជធានីភ្នំពេញបើតាមស្ត្រីឈ្មោះផៃឈឿនអាយុ51ឆ្នាំជាម្ដាយរបស់ជនរងគ្រោះបានឲ្យដឹងថានៅកាលពីកំឡុងឆ្នាំ2022កូនស្រីបានសែនព្រេនជាមួយនឹងបរិសុទ្ធឈ្មោះប៊ឺនសេងហាប់ជាគិតកោដែលរស់នៅជាមួយគ្នារហូតមានកូនស្រីម្នាក់ហើយនៅកំឡុងឆ្នាំ2024កូនស្រីបានបែកបាក់គ្នាដោយសាររស់នៅមិនចុះសម្រុងគ្នាហើយបានចាក់ចេញពីផ្ទះទៅធ្វើការជាអ្នកបើកបរតាមស្ត្រីជាម្ដាយបានប្រាប់សមាជិកឲ្យដឹងថាកាលពី4ថ្ងៃមុនជនសរសៃមករកកូនស្រីរបស់គាត់ដែលជាជនរងគ្រោះលុះនៅវេលារសៀលថ្ងៃទី9ខែមីនាកូនស្រីបានរៀបចំខ្លួនចេញទៅធ្វើការដោយសាប់ដងហើយនៅព្រឹកថ្ងៃទី10ខែមីនាឆ្នាំ2025ពុំឃើញត្រឡប់មកផ្ទះវិញហើយទូរស័ព្ទក៏តែមិនចូលលុះក្រោយមកទើបដឹងថាកូនស្រីស្លាប់បើតាមស្ត្រីឈ្មោះធុនធក់ជាមេការភោជនីយដ្ឋានធ្វើការជាមួយនឹងជនរងគ្រោះបានប្រាប់ឲ្យដឹងថាកាលពីល្ងាចថ្ងៃទី7ទី8ខែមីនាឆ្នាំ2025ជនរងគ្រោះបានកក់កញ្ចុះឲ្យប្តីមកផឹកស៊ីពីថ្ងៃជាប់គ្នាពេលកំពុងផឹកស៊ីក៏មានការទាស់ពាក្យសម្ដីជាបន្តបន្ទាប់បើតាមស្ត្រីជាមេការបានឲ្យដឹងទៀតថានៅល្ងាចថ្ងៃទី9ខែមីនាជនរងគ្រោះបានកក់កញ្ចុះឲ្យប្តីនាងផឹកស៊ីម្ដងទៀតពេលកំពុងផឹកស៊ីដល់វេលាម៉ោង10:10នាទីយប់ជនរងគ្រោះនិងប្តីបានឆ្លុះប្រកែកគ្នាដោយប្តីជនរងគ្រោះប្រច័ណ្ឌជនរងគ្រោះខណៈនោះបុគ្គលិកហាងនិងរូបនាងក៏បានចូលទៅឃាត់នៅវេលាម៉ោងប្រហែល11:30នាទីយប់ជនរងគ្រោះបានចេញពីធ្វើការដោយទុកម៉ូតូនៅហាងរួចឡើងជិះម៉ូតូទៅជាមួយប្តីដោយនាងប្រាប់ថាទៅផឹកស៊ីបន្តនៅម្ដុំរង្វង់មូលនាងមច្ឆានៅពេលនោះគឺនាងប្រាប់ថាកុំឆ្លោះគ្នាទៀតអីហើយស្រាប់តែបរិសុទ្ធជាប្តីនោះបាននិយាយថាយកនាងទៅសម្លាប់ចោលរហូតដល់វេលារសៀលថ្ងៃទី10ខែមីនាក៏ទទួលដំណឹងថាជនរងគ្រោះបានស្លាប់មែនគូបញ្ជាក់ថានៅវេលាម៉ោង7:05នាទីព្រឹកថ្ងៃទី10ខែមីនាឆ្នាំ2025ប្រជាពលរដ្ឋដែលធ្វើដំណើរហាត់ប្រាណនៅក្នុងភូមិបានប្រទះឃើញសពនារីរងគ្រោះម្នាក់ដេកស្លាប់នៅក្នុងដីឡូទុកចោលមួយកន្លែងតាមផ្លូវអង្គញាឌីប៊ូភូមិស្វាយប៉ាសង្កាត់ស្វាយប៉ាខណ្ឌឫស្សីកែវរាជធានីភ្នំពេញបន្ទាប់ពីមានការភ្ញាក់ផ្អើលនគរបាលមូលដ្ឋានបានចុះទៅហ៊ុមព័ទ្ធកន្លែងកើតហេតុនិងតាក់ទងទៅមន្ត្រីនគរបាលជំនាញដើម្បីចុះមកពិនិត្យនៅកន្លែងកើតហេតុមានរបងថ្មពុតជំវិញតាមការពិនិត្យសាកសពនៅក្នុងហោប៉ៅសម្ពុតមានក្រវិលកំប៉ុងស្រាបៀរចំនួន5កំប៉ុងកូនសោម៉ូតូ1កូនសោដៃ1លុយចំនួន43,500រៀលសាកសពមានស្នាមជាប់ភ្នែកទាំងសងខាងស្នាមជាប់នៅផ្ទៃមុខទាំងសងខាងតាមការពិនិត្យសាកសពលោកអុកញ៉ាវិជ្ជបណ្ឌិតនិងសវណ្ណរតគ្រូពេទ្យកសលវិច័យអមតុលាការរាជធានីភ្នំពេញបានសន្និដ្ឋានថានារីរងគ្រោះបានស្លាប់ដោយវាយក្បាលនិងខ្ទប់ដង្ហើមដែលជាករណីឃាតកម្មហើយនៅវេលារសៀលទើបដឹងដំណឹងដល់ក្រុមគ្រួសារនិងមានការបែកធ្លាយឃាតករគឺជាអតីតប្តីរបស់ជនរងគ្រោះតែម្ដង